បីសាច់ត្រីឆ្លាមក៏បានធ្វើដំណើរទៅលេងចាក់ទឹកដូងឆ្លៀតឱកាសបីសាច់ត្រីឆ្លាមខ្វះការប្រុងប្រយ័ត្នស្រីអ៊ីក៏បានប្រើប្រាស់ថាមពលរបស់នាងបញ្ជាវល្លិនៅក្នុងព្រៃនោះដើម្បីចាប់បីសាច់ត្រីឆ្លាមនាងបែរជាប្រល្បិចដើម្បីចាប់យើងផងនេះក៏ដោយសារតែឯងល្ងងទើបយើងអាចចាប់ឯងបានងាយយ៉ាងនេះអ្នករស់នៅលើគោកដូចជាពួកនាងបែរជាគ្មានគុណធម៌សោះដូចជាឯងមិនសមនឹងប្រើពាក្យថាគុណធម៌នោះទេឯងពូកែប្រើពឹសណាស់មែនទេនេះគឺជាពឹសដែលយើងរៀបចំសម្រាប់ឯងពិតជាគួរឲ្យអស់សំណើចត្រឹមអ្នកទី5កំពេចកំប៉ុកក៏ចង់មកលេងជាមួយយើងដែរពួកឯងថ្ងៃនេះប្រកាសជាមិនរស់ឡើយគ្រាន់តែជាវល្លិផុយស្រួយក៏យកមកឃុំយើងដែរពិតជាមិនចេះប្រមាថខ្លួនឯងបានប្រើកម្លាំងខ្លាំងយ៉ាងនេះពឹសនឹងចូលក្នុងខ្លួនឯងកាន់តែលឿនបិសាចត្រីឆ្លាមក៏បានត្រូវពឹសរួចហើយក៏សន្លប់ទៅដើម្បីកុំឲ្យឯងធ្វើបាបគេទៀតយើងត្រូវតែបំផ្លាញគ្រឹះវឹកហាត់របស់ឯងចោលក្រោយពីគ្រឹះវឹកហាត់ត្រូវបានបំផ្លាញបិសាចត្រីឆ្លាមក៏คล้ายទៅជាត្រីឆ្លាមធម្មតាអ្វីទាំងអស់គឺឯងជាអ្នកបង្កឡើងដោយខ្លួនឯងពេលនេះរឿងដែលសំខាន់ត្រូវជួយនាងមច្ឆាឲ្យជាសះស្បើយនាងមច្ឆាក៏បានស្រូបយកដំណក់ទឹកពណ៌ស្វាយដើម្បីបន្សាបពឹសពេលនេះខ្ញុំត្រូវទៅភូមិដើម្បីជួយអ្នកផ្សេងសិនរំខាននាងទាំងពីរហើយមិនអីទេលោកគ្រូហុងខ្ញុំនឹងនៅការពារនាងមច្ឆាបានជានាងមច្ឆាសំខាន់សម្រាប់លោកគ្រូហើយបងស្រីរបស់ខ្ញុំប្រកាសជាការពារនាងដំណក់ទឹកពណ៌ស្វាយនេះនឹងជួយឲ្យអ្នកនាងជាសះស្បើយ 100% អ្នកនាងឆាប់ស្រូបយកវាទៅបានជាអ្នកនាងជាសះស្បើយហើយឥឡូវនេះខ្ញុំសូមត្រឡប់ទៅវិញហើយគុណជួយសង្គ្រោះជីវិតលើកនេះខ្ញុំនឹងមិនភ្លេចឡើយអរគុណលោកគ្រូហុងដែលបានជួយកូនស្រីខ្ញុំបើមានរឿងអ្វីសូមមករកខ្ញុំចាស់ពុកលោកគ្រូហុងម្នាក់នេះពិតជាមានសមត្ថភាពពុកគួរតែអស់ទាញគេឲ្យមករស់នៅក្នុងភូមិគ្រឹះយើងថាមិនត្រូវគេអាចជួយយើងបានទៀតផងមិនអីទេកូនសម្លាញ់ពុកនឹងរៀបចំរឿងនេះខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់អ្នកទាំងអស់គ្នាដែលបានជួយដល់ខ្ញុំគុណស្រីមួយនេះខ្ញុំនឹងមិនភ្លេចឡើយខ្ញុំមានរបស់មួយចង់ជូនដល់លោកគ្រូហុងនេះគឺជាដុំបាល់វេទមន្តរបស់អំបូរមច្ឆាយើងវាបង្កប់នៅថាមពលដ៏ខ្លាំងក្លារបស់អំបូរមច្ឆាយើងសូមលោកគ្រូហុងទទួលយកវាចោះហើយលោកគ្រូហុងអាចសិក្សាស្វែងយល់ពីដុំបាល់វេទមន្តនេះបានរបស់ដែលមានតម្លៃបែបនេះខ្ញុំមិនហ៊ានទទួលឡើយនាងទុកវិញចោះបានជាគេចង់បកគលជូនលោកគ្រូហុងហើយលោកគ្រូហុងគួរតែទទួលយកពិតជាត្រឹមត្រូវណាស់បើលោកគ្រូហុងមិនទទួលយកខ្ញុំមិនស្ងប់ចិត្តឡើយពេលនោះនាងមច្ឆាក៏បានទួញសោកហើយក៏បានសុំអង្វរលោកគ្រូហុងឲ្យទៅជួយដល់សាច់ញាតិរបស់នាងផងពីព្រោះពួកគេត្រូវបានចាប់ខ្លួនពេលនោះលោកគ្រូហុងក៏បានតបវិញថាខ្ញុំនឹងទៅជួយគ្រួសាររបស់នាងក៏ប៉ុន្តែខ្ញុំត្រូវការពេលវេលានឹងរៀបចំខ្លួនសិនតើបងប្អូននាងទាំងពីរនាក់ចង់ទៅជាមួយខ្ញុំទេអ្វីត្បិតខ្ញុំជាព្រាយប៉ុន្តែខ្ញុំក៏មានគុណធម៌ដែរខ្ញុំតែងតែចង់ទៅលេងសមុទ្រដើម្បីកាត់ stress ផងពេលនេះបានទៅលេងហើយ